ឆ្នាំណាដែលឆុងឆ្នាំពីគេកលអ្នកណាខ្លះមានកលក្នុងទូរស័ព្ទខ្លះលើកដៃអ្នកណាឆ្នាំកលខ្លះឆ្នាំកលណាឆ្នាំកលចឹងការធ្វើដំណើរឆ្នាំនេះយ៉ាប់យ៉ាយបន្តិចពេលចេញដំណើរកុំចេញនៅក្នុងម៉ោងមួយសាំងអ្នកឆ្នាំកលណាកុំចេញនៅក្នុងម៉ោងមួយសាំងអ្នកមានកលក្នុងទូរស័ព្ទយើងមើលមួយសាំងឆុងកលគឺឆុងពេញ 100% បើសិនជាករណីអ្នកដែលមានកលក្នុងតួរិស័យហើយយើងអត់ត្រូវជាមួយនឹងធាតុភ្លើងឆ្នាំ2025យើងនឹងមានបញ្ហាឲ្យប្រយ័ត្នពាក់ព័ន្ធនឹងឧបទ្ទហេតុគ្រោះថ្នាក់ផ្សេងខាតបង់ទ្រព្យសម្បត្តិមានរឿងរញ៉េរញ៉ៃកើតឡើងការធ្វើដំណើរពាក់ព័ន្ធនឹងការធ្វើដំណើរឲ្យប្រយ័ត្នជាពិសេសរឿងអ្នកដែលបាត់បង់ឡានធំឡានកុងតឺន័រឬក៏អ្នកធ្វើដំណើរនៅក្បែរឡានធំឡានកុងតឺន័រជិះបានយើងជិះកុំទៅចិត្តចៃដន្យយើងជិះម៉ូតូដល់ពេលចិត្តនៅចិត្តឡានកុងតឺន័រគួចទៅបញ្ហាធំចឹងយើងមើលក្នុងឆ្នាំ2025គ្រោះថ្នាក់ចរាចរណ៍កាត់ឡើងជាច្រើនជាមួយការឡានវែងឡានធំចឹងដល់ពេលយើងបើកបរឃើញឡានធំយើងជិះបានយើងជិះទៅកិច្ចឆ្ងាយទៅចាមួយទៀតគឺរថភ្លើងយន្តហោះនិយាយរឿងហោះយន្តហោះហ្នឹងបាក់ហ្មងហោះតាណាលេងបានតែយើងតោះមើលណាកុំទៅណាចំថ្ងៃឆុងយើងទៅបានហ្នឹងហើយកុំចេញមើលផ្លាយណាដែលផ្លាយម៉ោងឆុងយើងបាត់យន្តហោះដូរផ្លាយម៉ោងមួយសាំងម៉ោងក៏លេងហោះចឹងការឆុងបើសិនជាឆុងហេងយើងមើលងាយស្រួលទេបើយើងមានអេបម៉ែនេះនេះយើងដាក់ថ្ងៃខែឆ្នាំកណ្ដាប់យើងចូលទៅហើយយើងមើលធាតុត្រូវការរបស់យើងធាតុអីធាតុភ្លើងអត់មានភ្លើងអត់មានភ្លើងឆុងហេងណាបើធាតុត្រូវការរបស់យើងជាធាតុភ្លើងគឺយើងឆុងហេងហ្នឹងអ្នកដែលឆ្នាំឆុងឆ្នាំនេះចំណុចប្រុងប្រយ័ត្នគឺបញ្ហាការធ្វើដំណើរផ្លូវឆ្ងាយប្រយ័ត្នមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាពិសេសផ្លូវទឹកចំពោះអ្នកដែលប្រើរថយន្តអគ្គិសនីក៏អាចមានបញ្ហាដែរសាច់ញាតិចាស់មនុស្សចាស់នៅក្នុងផ្ទះមានបញ្ហាសុខភាពអាចបាត់បង់អាយុជីវិតចឹងចំណុចឆ្នាំនេះគឺត្រូវ take care អ្នកចាស់ទុំនៅក្នុងផ្ទះអូខេវិធីការឆុងគឺការដែលរូបស្ដាច់ស្វានឹងការឆុងបើកផុងស៊ុយបែបជាសាស្ត្រ